អនុវិទ្យាល័យឈើទាលខេត្តបាត់ដំបងចាកំណាព្យមានចំណងជើងថាសំណេរនិងអំណានក្នុងបរិវត្តវ័យបទពាក្យ7សូត្រតាមបែបខមាទោសចាសូមអញ្ជើញសូមគោរពគណៈអធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពលោកគ្រូអ្នកគ្រូបងសិស្សានុសិស្សព្រមទាំងអាណាព្យាបាលរបស់បងសិស្សានុសិស្សទាំងអស់ជាទីគោរពនាងខ្ញុំឈ្មោះវៀតវិជ្ជរាជាសិស្សរៀនថ្នាក់ទី9នៃសាលាអនុវិទ្យាល័យឈើទាលស្រុកបាណន់ខេត្តបាត់ដំបងសូមស្មូតកំណាព្យដែលមានចំណងជើងថាសំណេរនិងអំណានក្នុងបរិបទថ្មីដែលនិពន្ធដោយយុវសិស្សខូវវិនគង់ជ័យវិលិភីលេខ1ថ្នាក់ខេត្តផ្នែកតែនិពន្ធសូមស្មូតកំណាព្យដែលជាបទពាក្យ7សូត្រតាមបែបខមាទោសសូមអង្គវិធីទាំងមូលរីករាយស្ដាប់ដូចតទៅនៅយុងសម័យសំថ្ងៃនេះចំណេញវិញសេងវិញសាលណាំងទាំងប្រុសទាំងស្រីទាំងក្មេងចាំងចំណេញចេញច្បាំងនឹងលើកស្ទួយដំកើងដំឡៃឲ្យថ្លៃធ្នូទ្រាំធនហៀហោមកជាមួយអណាគុណល្អចាក្ដីព្រួយថែមទាំងបានជួយកសាងជាតិចំណេញបានមកពីការរៀនសពក្រុមរបៀនពុំរវិតខំអានសរសេរហើយខំឆ្លៀតរៀនហើយរៀនទៀតមិនចេញចប់ពីមុនអានច្បាប់ពីបុរាណដែលដូនតាបានច្នៃបង្កប់ផ្ដល់បទពីងសោទុងផ្សាយផ្សំឲ្យបានជ្រាបសពចិត្តស្មារតីពី
សម័យ DG ហលមួយនិងអានហើយរេរិងគុំនិតថ្មី យល់ដឹងដាមដានសំសេងក្តីភៀមវិវត្តថ្មីនៃសង្គមចាសសូមគោរពអរគុណ ចាអរគុណច្រើនវិជ្ជរាចាជាកិច្ចបន្តបេក្ខនារីវិទ្យសែងវ៉ាសែងហ្វាចាមកពីវិទ្យាល័យហ៊ុនសែនកោះញែកខេត្តមណ្ឌលគិរីចំណងជើងកំណាព្យគុណតម្លៃនៃគ្រូបង្រៀនបទពាក្យ7សូត្រតាមបែបមត្រីបាចាសូមអញ្ជើញ ជាកិច្ចបឋមខ្ញុំសូមគោរពគណៈកម្មការលោកគ្រូអ្នកគ្រូសិស្សានុសិស្សជាទីគោរពនាងខ្ញុំឈ្មោះវាតសែងហ្វាជាសិស្សថ្នាក់ទី 9C នៃវិទ្យាល័យហ៊ុនសែនកោះញែកស្រុកកោះញែកខេត្តមណ្ឌលគិរីថ្ងៃនេះផងដែរនាងខ្ញុំមានកិត្តិយសណាស់ដែលបានមកស្មូតកំណាព្យដែលមានចំណងជើងថាគុណតម្លៃនៃគ្រូបង្រៀន និពន្ធដោយលោកសុយវណ្ណស័កជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៃវិទ្យាល័យត្រៀបស្រុកបារាយខេត្តកំពង់ធំកំណាព្យបទពាក្យ7សូត្របែបមេត្រីបាសូមរីករាយសន្តាប់ដូចតទៅសឹងចេញ សឹងជមសឹងពូកាសឹងល្បីហោហាយសឹងគំរូ chẳng không vĩnh say cru tại tại kính có kênh sro trong ai sân tranh trong nén buông miên sẵn miên yuông chmung thla thlai xóm cháy sào chiều dũng ngay chmu sân phình sắc xoay sắc xa prang
ប្រឹងសរសេរប្រាន់ព្រៀនប្រឹងប្រែកិច្ចតែងការរកវិញទីសាំងច្បាំងយ៉ាងណានោមជោគវាសនាសឹងទាំងឡាយទៀវផៅច្បាំក្បួនឃ្លាំងកំណត់គ្រូយ៉ាងជាមិត្តចិត្តជាប់កាយប្រឹងក្រែមជញ្ជក់មិនចេះណាយចេញជាងចែកចាយទាំងក្រុមគ្នាចំណេញជំនាញខ្លួនជាគ្រូគ្រូតែងកិនគូក្រុមវេលាព្រួងគ្រូជាឃ្លាំងផ្ទង់វិជ្ជាជាធនាគារនៃខួក្បាលសូមអរគុណ ចាអរគុណច្រើនសែងហ្វាមកពីឆ្ងាយណាស់កោះញែកមណ្ឌលគិរីចាបេក្ខជនទី18សុំកំហងចាមកពីខេត្តពោធិ៍សាត់ចាអនុវិទ្យាល័យពោធិ៍សាត់ចំណងជើងកំណាព្យធនធានធម្មជាតិបទពាក្យ7សូត្រតាមបែបកុមារបាចាសូមអញ្ជើញ ជាបឋមខ្ញុំសូមគោរពដល់បណ្ឌិតសភាចារ្យគណៈគ្រប់គ្រងមន្ទីរអប់រំយុវជននិងកីឡាគ្រប់ផ្នែកទាំងអស់ជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូសាសានុសិស្សទាំងអស់ជាទីស្នេហាខ្ញុំបាទឈ្មោះសុំកំហងជាសិស្សថ្នាក់ទី9សេនៃអនុវិទ្យាល័យនៃសាលាអនុវិទ្យាល័យពោធិ៍សាត់ ថ្ងៃនេះខ្ញុំបាទសូមលើកយកកំណាព្យបទពាក្យ7ក្រោមប្រធានបទធនធានធម្មជាតិដកស្រង់ចេញពីកំណាព្យខ្មែរភាគ2ក្រសួងអប់រំឆ្នាំ 1985
សូត្របែបកុមារបារីករាយស្ដាប់ជាមួយខ្ញុំបាទដូចតទៅ កម្ពុជាតូចពិតតែសម្បត្តិមានគ្រប់ធនធានសម្បូរផលរ៉ាព្រឹកទឹកសុទ្ធតែផ្ដល់ដល់សានរចលងើយក្នុងព្រៃឈើងហើយឈើធំភ្នំខ្ពស់ជ្រុងជាមេគង់ទុនលេនាំល្បាប់លើលឿងលុបវាលស្រែចំការធ្វើផ្ដល់ផលលើងលឹងអងដៃដៃក្នុងមានថ្មកំបោរ៉ារ៉ែត្បូងដែកដែរប្រេងកាត់ល្បីទុនឡាប់សេជាមេត្រីត្រីទឹកសាបល្បីធម្មជាតិកែកែកងសម្បត្តិលិតកម្មស្ញែងស្ញប់កោតក្រែងចិត្តថិតថេទេពេទាំងកផនសល់ដាំងដេដាំងជាកេងខ្មែរប្រុងស្រីស្រីប្រុងអ៊ុងសាការកសាងពនប្រាងជាស្នាថ្វីសាងវារីធានីល្បីកាំងសកម្មដៃខ្មែរស្រឡាញ់
សូមអរគុណ ចាអរគុណច្រើនកំហងជាសិស្សអនុវិទ្យាល័យមកពីខេត្តពោធិ៍សាត់ចាអនុវិទ្យាល័យពោធិ៍សាត់ឈានចូលដល់កម្មវិធីបេក្ខនារីទី19សុភាណាកាមកពីវិទ្យាល័យព្រៃប្រសពខេត្តក្រចេះចំណងជើងកំណាព្យមើលផែនដីខ្មែរបទកកតិសូត្រតាមបែបពុទ្ធបាទ5ឋានសូមអញ្ជើញចា ជាកិច្ចបឋមនាងខ្ញុំសូមគោរពដល់ឯកឧត្តមលោកជំទាវគណៈធិបតីលោកគ្រូអ្នកគ្រូដែលជាគណៈកម្មការជាទីគោរពនិងសួស្តីដល់សិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់នាងខ្ញុំឈ្មោះសុភាណាកាជាសិស្សរៀននៅថ្នាក់ទី 9B នៃសាលាវិទ្យាល័យព្រៃប្រសពស្រុកព្រៃប្រសពខេត្តក្រចេះនាងខ្ញុំមកនេះចង់មកស្មូតកំណត់មួយបទក្រោមចំណងជើងថាមើលផានដីខ្មែរជាស្នាដៃរបស់កវីនិពន្ធជួនមេងនិពន្ធនៅឆ្នាំ 1976 ដល់ឆ្នាំ 1977 បោះពុំនៅឆ្នាំ 1980 កំណាព្យបទការកតិសូត្របែបពុទ្ធបាទ5ឋានសូមអង្គពិធីទាំងមូលរៀបស្ដាប់ដូចតទៅមេសាចិន5នគររងកម្មសិទ្ធិសេរីចង់ស្រឡាំងផជានឃ្លាធ្លាក់ផ្លូវខំចន្ទាំងអើយស្រីប្រងជាប់តងពេញដីគុកក្នុងថាគ្មានហូទាំងបំពៀនលាក់មិនអោយស្ដីអំពើបាញ់កាប់ចងចាប់ប្រក្រដីច្បាប់នៅអើយសំដីវៃវៃស្រាច់ថាមាត់ជាអង្គទីតេបឲ្យយំឲ្យពេបឲ្យអត់អាហារនីឡងចំណងចងវាអិនកានាងជាវិចាគេថាទុនផ្លន់សំដីថាស្នើតែឃើញអំពើគឺជាចោរប្លន់អ្នកម្ចាំងនឹងឲ្យនឹងត្រូវអាសន្នចំតងអើយយ៉ាងអន់វៃវៃចនក៏វិចោ
រងដាំងអង្គគាត់មានខ្លឹមសារតែដូចស្រមកពុនភោប្រវាញ់មិនអាចដេញដោប្រាយរនមកបំរើអាត្មាសូមអរគុណ ចាអរគុណច្រើនសុភាណាកាដែលមកពីអនុវិទ្យាល័យព្រែកប្រសពខេត្តក្រចេះចាបេក្ខជនទី20សោកធំសោកឈុំចាមកពីវិទ្យាល័យជាស៊ីមកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងចំណងជើងកំណាព្យអំណាចលើកម្ពុជាគុណវុឌ្ឍនិងគុណធម៌បទពាក្យ7សូត្រតាមបែបខមាទោសចាសូមអបអរ ជាបឋមខ្ញុំបាទសូមសម្ដែងនៅគៀវរៈកិច្ចចំពោះឯកឧត្តមលោកជំទាវលោកគ្រូអ្នកគ្រូដែលជាគណៈកម្មការវិតម្លៃនិងផ្ដល់ពិន្ទុជាទីគោរពដ៏ខ្ពង់ខ្ពស់សូមគោរពលោកគ្រូអ្នកគ្រូលោកអ៊ំលោកពូអ្នកមីងជាទីគោរពសួស្តីមិត្តសិក្សានុសិស្សដែលមានវត្តមាននៅក្នុងអង្គពិធីនេះទាំងមូលជាទីស្រឡាញ់រាប់អានខ្ញុំបាទឈ្មោះសេចឆុំជាសិស្សរៀននៅថ្នាក់ទី9នៃវិទ្យាល័យជាស៊ីមកំពង់ត្រឡាចស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងថ្ងៃនេះដែរខ្ញុំបាទពិតជាមានកិត្តិយសនិងមានអារម្មណ៍រីករាយជាខ្លាំងដែលបានមកប្រកួតប្រជែងស្មូតកំណាព្យនៅទិវាជាតិអំណានលើកទី11មីនាឆ្នាំ2026នេះឱកាសនេះផងដែរឯកឧត្តមលោកជំទាវលោកគ្រូអ្នកគ្រូជាទីគោរពអង្គពិធីទាំងមូលជាទីមេត្រីឥឡូវនេះខ្ញុំបាទសូមអនុញ្ញាតស្មូតនៅកំណាព្យមួយបទដែលមានចំណងជើងថាសំណេរនិងអំណានក្នុងបរិបទថ្មីដែលជាស្នាដៃរបស់យុវសិស្សយ៉នសុយ៉ានជាសិស្សថ្នាក់ទី12នៃវិទ្យាល័យទ័ពស្រូវតែងជាបទពាក្យ7ស្មូតបែបខមាទោសសូមអង្គពិធីទាំងមូលរីករាយស្ដាប់ដូចតទៅ នេះនឹងថ្លាថ្លែងចាងបរិយាយរៀបរាប់បងស្រាយអាចថាំងនៅសំណេរអំណានរិបទថ្មីយុវជនប្រស្រីគូ
ត្រង់ត្រាប់យើងជាទុំពាំងស្នងរឹងស័យខិតខំលោកលីស្វែងយល់ស្ដាប់គ្រូបាប្រុងស្រីលោកបានប្រាប់ចូលកូនចង់ចាប់មែអើយជ្រាបថាអមណានបនដងព្រោះវិចជាធ្វើជាមាគីដល់ខ្លាំងខ្លាដល់មនុស្សគ្រប់រូបយ៉ាងអង្គចាអមណានបានស្ដាងការចងចាំសូមណែអមណានកានគុំណាត់ជ្រោមជ្រែងការគិតយ៉ាងសង្កម្មអានច្រើនចេញច្រើនរាប់ខែឆ្នាំអ
ដៃស្មេចំណាំពុំសូនសាបអមណានបនដងផនបញ្ញាមូលធនខ្លាំងក្លាដូចសំណាបដែលត្រូវទឹកថ្មីលូដរាបព្រៀបដូចកំណាប់មើកាបកាំងវៃអង្គពិធីទាំងមូលជាទីគោរពនិងជាទីមេត្រីការស្មូតកំណាព្យរបស់ខ្ញុំបាទបានមកដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរដល់ឯកឧត្តមលោកជំទាវលោកគ្រូអ្នកគ្រូលោកអ៊ំលោកពូអ្នកមីងព្រមទាំងសិក្សានុសិស្សទទួលបាននៅពុទ្ធពរជ័យទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយសូមគោរពអរគុណចាសូមអរគុណបេក្ខជនទី20ជាសេកឆុំចាបានរំលងផុតហើយមកពីខេត្តកំពង់ឆ្នាំងចាសូមអធិស្ឋានសូមគណៈកម្មការលោកសរុបពិន្ទុហើយយើងសម្រាប់តែបន្តិចតិចទៀតចូលវិញ ដែលបានខំអាចបន្តទៀតបានទេណាចាមើលអ្នកក្រោយហ្នឹងសំលៀងសមត្ថភាពខ្លួនឯងឲ្យដល់គោលដៅឲ្យដល់បំណងចាបេក្ខនារីទី21សេងស្រីលៀបមកពីអនុវិទ្យាល័យសម្បួរខេត្តស្វាយរៀងចំណងជើងកំណាព្យគុណតម្លៃនៃគ្រូបង្រៀនបទពាក្យ7សូត្រតាមបែបខមាទោសចាសសូមអញ្ជើញបងអូនអូសូត្រតាមបែបមេត្រីបាចាអរគុណ ជាបឋមនាងខ្ញុំសូមគោរពលោកតាឯកឧត្តមលោកយាយជំទាវជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូដែលជាគណៈកម្មការជាទីគោរព
សូមគោរពលោកគ្រូអ្នកគ្រូមេដាបិតាអាណាព្យាបាលសិស្សព្រមទាំងសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះសែនស្រលៀបជាសិស្សរៀននៅថ្នាក់ទី9មកពីអនុវិទ្យាល័យសម្បួរស្រុកស្វាយទៀបខេត្តស្វាយរៀងនាងខ្ញុំសូមអនុញ្ញាតស្មូតកំណាព្យដែលមានចំណងជើងថាគុណតម្លៃនៃគ្រូបង្រៀនបទពាក្យ7ស្មូតបែបមត្រីបាសូមអង្គពិធីទាំងមូលរីករាយស្ដាប់ដូចតទៅសឹងចាញ់សើជាប់សឹងពូកែសឹងល្បីហោហែសឹងគុំរូจังคงวิ่งใส่กรูตายตายกันกูงเก่งสรอไม่ sơ chênh chom nên buông miên dặn miên yung chmung thla thlaiใจสราวเชียวยอมทั้งไงงสวายสักสาโซเซปรัดปรีปรังเปรกันตายการอกวิ่งที่สั่งจะบังอย่างนาหน่อมจอกวิสนางสังเตบับกบุนเคลียงกุมนัดกรูยอกเจียมัดจันจอบกายปรังกระ
មិនចិនណាយចេញជាងចាយចាយងើយសឹងគ្រប់ចំណេញជំនាញខ្លួនជាគ្រូគ្រូតាគិតគូក្រុមវេលាព្រោះគ្រូជាឃ្លាំងផ្ទុំវិញជាធនាគារនៃខួក្បាលចាសសូមអរគុណ ចាអរគុណស្រីលៀបមកពីខេត្តស្វាយរៀងចាស្រុកស្វាយទៀបអនុវិជ័យសម្បូរសម្បួរចាអរគុណច្រើនបេក្ខជនទី22សេវសៀកមកពីអនុវិទ្យាល័យបកែវខេត្តរតនគិរីកំណាព្យសំណេរនិងអំណានក្នុងបរិបទថ្មីបទពាក្យ7សូត្រតាមបែបខមាតូចាសូមអញ្ជើញ ជាបឋមខ្ញុំបាទសូមគោរពដល់លោកគណៈអធិបតីជាទីគោរពសូមគោរពដល់លោកគណៈកម្មការវិតម្លៃជាទីគោរពសូមគោរពដល់លោកគ្រូលោកអ៊ំលោកពូអ្នកមីងលោកគ្រូអ្នកគ្រូនិងបងប្អូនសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អានខ្ញុំបាទឈ្មោះសេវសៀកជាសិស្សថ្នាក់ទី8សេនៃអនុវិទ្យាល័យបកែវមកពីខេត្តរតនគិរីខ្ញុំបាទសូមឡើងមកស្មូតកំណាព្យមួយបទមានចំណងជើងថាសំណេរនិងអំណានក្នុងបរិបទថ្មីជាស្នាដៃនិពន្ធដោយក្រុមគ្រូអក្សរសាស្ត្រខ្មែរនៃអនុវិទ្យាល័យបកែវបទពាក្យ7ស្មូតបែបខមាទោសសូមរីករាយស្ដាប់ដូចតទៅចូលកុលបុណ្យកុលធីតាខ្មែរខិតខំកែប្រែមកអានខំសរសេរតែងនិពន្ធបាន
បងកានឲ្យថ្កានអើយនៃទំលប់ស្វ័យសង្សាតាំងចែកវិញជារូតរាំងមនីមនីរៀនឲ្យធ្លាប់មានទាំងខ្លឹមសារមកបង្កប់ខ្លាចជាកំណប់អើយជាប់នឹងប្រាណសត្វតាំងវត្តតាំងរៀងបត់ថ្មីសង្ខំគ្មៀតខ្មៃលៃឲ្យបានដើរតន់អាំងឆាំងរែងយ៉ាងថ្កានពូជពងសន្តានអើយសែនល្អពិតសំនេអំណានជាស្ពានឆ្លងជាកលបំណងសម្រាប់គិតមាគីឆ្ពុងខ្លាជាបណ្ឌិតតាមទួនសាំងប៉ិតអើយកា
គុណ ចាអរគុណច្រើនសេវសៀមកពីរតនគិរីចាបែកខនារីទី23សំឈឺហ្កាចាសំឈឺហ្កាមកពីអនុវិទ្យាល័យហ៊ុនសែនសាមគ្គីខេត្តស្ទឹងត្រែងចាកំណាព្យមានចំណងជើងថាដំភាពជាតិខ្មែរបទពាក្យ7សូត្រតាមបែបកុមារបាចា ជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពដល់គណៈអធិបតីជាទីគោរពសូមគោរពដល់គណៈកម្មការជាទីគោរពសូមគោរពដល់លោកគ្រូអ្នកគ្រូនៅក្នុងអង្គវិទ្យាជាទីគោរពនិងសូមគោរពដល់មាតាបិតាសិស្សានុសិស្សដែលនៅក្នុងនេះជាទីគោរពស្រឡាញ់រាប់អាន នាងខ្ញុំឈ្មោះសំឈីហ្ការៀននៅថ្នាក់ទី 9 កនៃសាលាអនុវិទ្យាល័យហ៊ុនសែនសាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងថ្ងៃនេះនាងខ្ញុំមានកំណាព្យមួយបទដែលមានចំណងជើងថាឧត្តមភាពជាតិខ្ញុំបទពាក្យ7សូត្របែបកុមារបាអត្ថបទដកស្រង់ចេញពីសៀវភៅថ្នាក់ទី 9 នៃទំព័រទី 37 និពន្ធដោយលោកសូអ៊ឺសូមវេទិកាទាំងមូល ស្ដាប់ដូចតទៅកាលនោះដីខ្មែរធំល្វឹងល្វើយកូនចៅខ្មែរអើយគុំខ្ជីខ្ជីស្ដេចខ្មែរខ្លាំងណាស់អិនគណនីកំរជាណាផ្តំរីជាខាងកានដីខ្មែរតលស្រុកចាមខាងលិចហួសៀមតលភូមិខាងជើងតលចិនណាបុត្រភ្ញីខាងត្បូងសាភាតលសាំងមុតណាហើយស្ដាញ់ខ្មែរខំថាប្រមកផ្ដុំពងរិចឲ្យធំគ្មានតង់ស្លុតទុកឲ្យកូនចៅកម្ពុជាបុត្រសាងឈ្មោះល្អផុនឲ្យគង់ងងហើយមន្តព្រះអង្គចទីវង្គតបណ្ដាំមួយគុណចាំឲ្យគង់
មិនថាប្រជាឬរាជវង្សកុំភ្លេចត្រង់ពេលតែងកភ័ណ្ឌហើយសម្បត្តិពេលតែងកាំងភ័ណ្ឌខ្មែរច្រើនមិនតិចទេកុំភាំងភ័ណ្ឌប្រយ័ត្នខ្មាំងចូលមករកប្លន់ការពារឲ្យតនកុំឲ្យភ្លួនហើយចាសូមអរគុណ ចាអរគុណច្រើនជីហ្គាមកពីខេត្តស្ទឹងត្រែងបេក្ខនារីទី24អាតសវណ្ណអានីតាមកពីសាលារៀនសវណ្ណភូមិទី26ខេត្តកណ្ដាលចំណងជើងកំណាព្យបទប្រាសាទសិលាខ្មែរបទពាក្យ7សូត្រតាមបែបមេត្រីបាចាសូមអញ្ជើញ ជាកិច្ចចាប់ផ្ដើមនេះខ្ញុំសូមលំអរកាយគោរពយ៉ាងខ្ពង់ខ្ពស់ទៅកាន់គណៈធិបតីគណៈកម្មការលោកគ្រូអ្នកគ្រូនិងអង្គវេទិកាទាំងមូលជាទីគោរពនិងជាទីមេត្រីនាងខ្ញុំឈ្មោះអាតសវណ្ណអានីតាជាសិស្សរៀនថ្នាក់ទី9នៃសាលារៀនសវណ្ណភូមិទី26តាក់ខ្មៅទី2តំណាងឲ្យខេត្តកណ្ដាល នៅក្នុងវេលានេះនាងខ្ញុំពិតជាមានសេចក្តីសមរម្យរីករាយជាក្រៃលែងដែលបានឡើងមកស្មូតកំណាព្យបទពាក្យ7ដែលមានចំណងជើងថាប្រាសាទសិលាខ្មែរដកស្រង់និងកែសម្រួលពីគម្រោងអត្ថបទអក្សរសិល្ប៍ក្រសួងអប់រំឆ្នាំ1982សូត្របែបមេត្រីបាសូមរីករាយស្ដាប់ដូចតទៅ ប្រាសាទសិលាបាំងកងព្រៃវត្តធំដំឡៃបងរានគេជីវិញស្វាកម្មជួមចាំជេសិល្បៈឆ្នេរកាក្នុងលោកកា ប្រាសាទនគរ
បទូមីបូជាថ្វាយអព្រះវេស្នងបកកំពូខ្ពស់ស្កឹមស្កៃវិកសាយសុមេរុអិនមានគូជាវិញស្វាកម្មពួងវិញទូជាអ្នកតស៊ូស្ថម្បាប្រាសានតាព្រំភ្នំបាខាងជាទីស្ងំស្ងាញ់ជននានីបាសៃចាំក្រុងសាងក្នុងគ្រីសាងម៉ៃខេមរាមានរន្ធីងបាយ័នក្រុងធំភ្នំត្រង់យុះសងលើលៀនខ្ពង់ក្នុងធានីហៅថាយ៉ាងសោធរាំងគិរីជាទីខ្សែខ្សាន្តសមរានចិនចាសូមអរគុណ ចាសូមអរគុណអានីតាដែលជាបេក្ខភាពមកពីខេត្តកណ្ដាលជាកូនពៅចាបេក្ខនារីទី25អៀងជាលីឌាអៀងដាលីឌាចា
មកពីសាលាពន្លឺបៃលិនខេត្តបៃលិនចំណងជើងកំណាព្យសង្គ្រាមថៃឈ្លានពានខ្មែរ2025បទពាក្យ7សូត្រតាមបែបមេត្រីបាសូមអបអរសាទរ ជាកិច្ចបឋមនាងខ្ញុំសូមគោរពជម្រាបសួរសូមគោរពទៅដល់ឯកឧត្តមលោកជំទាវគណៈអធិបតីនិងគណៈកម្មការជាទីគោរពសូមគោរពលោកគ្រូអ្នកគ្រូអាណាព្យាបាលទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងសូមសួស្តីទៅកាន់សិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះអៀងដាលីឌាជាសិស្សថ្នាក់ទី 9B នៃសាលាពន្លឺបៃលិន ក្នុងថ្ងៃនេះនាងខ្ញុំនឹងសូមលើកយកកំណាព្យមួយក្រោមចំណងជើងថាសង្គ្រាមថៃឈ្លានពានខ្មែរ2025បទពាក្យ7សូត្របែបមេត្រីបានិពន្ធដោយអ្នកគ្រូអ៊ីសុខឿនជាគ្រូបង្រៀនអក្សរសាស្ត្រខ្មែរនៅសាលាពន្លឺបៃលិនសូមអង្គពិធីទាំងមូលរីករាយសន្តាប់ដូចតទៅ កង្កដា2025កូនខ្មែរត្រូវចាំជាប្រវត្តិតបសៀម ចាំផ្ដើមប្រហាពត់ចូលវាយសន្ធប់យកដីខ្មែរ ដណ្ដើមវប្បធម៌ខ្មែរខំសាងតតាំងបុរាណបុព្វពាំងថា បនសល់ទុកនៅជាហោហាមរតកជាតិខ្មែរតចំ ត្រូវថៃបំផ្លាញអង្គខ្ទេញខ្ទីរុករៀនជន់ឆ្លៀអិនបំភ័ណ្ឌ ប្រាសាទព្រះវិហារនឹងតាមន់ តូចធំខ្នាជាន់អើយរៀបដ សូចំឡាំងខ្មែរដូនតាថែ
ជូនខេមរាបុត្រប្រុងស្រីតាត្រូវមិនចិត្តអន់ដេញរថីបំពេញប្រឡ័យទឹកដីអាវុធតូចធំប្រើក្រុមធនទាំងកម្មភ្លើងយន្តសែងពលដាF10 6ធ្លាក់អត់លះផ្ដាច់ផ្លូវស្ពានខ្មៅរៀងជួបតុកសូមអរគុណសូមជម្រាបលា អរគុណច្រើនសម្រាប់ប្អូនស្រីដាលីឌាដែលមកពីខេត្តបៃលិនចាហើយក៏សូមអរគុណដល់បេក្ខនារីបេក្ខបុរសទាំងអស់គ្នាដែលមានវត្តមានមកពី25រាជធានីខេត្តចា18ជាបេក្ខនារីតែ7នាក់ទេជាបេក្ខបុរសចាចាសូមអរគុណច្រើនហើយសូមអបអរសាទរខ្លួនឯងមួយមក